ថ្ងៃនេះខ្ញុំធ្វើការបង្ហាញពីឧបករណ៍ភ្ជាប់ទូរស័ព្ទនៅនឹងករបស់យើងនៅពេលដែលយើងជិះម៉ូតូជិះកង់ជិះម៉ូតូនៅពេលដែលយើងជិះកង់ជិះម៉ូតូយើងស្រួលក្នុងការថតវីដេអូឬក៏យើងពាក់ទូរស័ព្ទឬក៏កាមេរ៉ានៅនឹងករបស់យើងបានអញ្ចឹងឧបករណ៍មួយនេះវាស្រួលមែនទែនអ្នកខ្លះគេមានប្រើសាច់អីតែឥឡូវខ្ញុំមកធ្វើការបង្ហាញខ្លីៗសម្រាប់អ្នកដែលអត់ទាន់បានឃើញពីរបៀបប្រើប្រាស់របស់វាចឹងវាមានប្រឡងក្រោយយើងស្រួលដោះស្រួលដូរបន្តិចទៀតខ្ញុំនឹងថតវីដេអូនៃការពាក់ប្រើប្រាស់ផ្ទាល់ទៅកាន់បងប្អូនមើលដើម្បីចែករំលែកឲ្យបងប្អូនងាយស្រួលដល់ពេលដែលបងប្អូនយកទៅប្រើប្រាស់ចឹងឧបករណ៍នេះតម្លៃក៏និយាយមិនថ្លៃប៉ុន្មានដែរចាំពេលចុងវីដេអូខ្ញុំនឹងប្រាប់ពីរបៀបនៃការពាក់វាទៅនឹងករបស់យើងចឹងយើងមើលទៅមានខ្ចៅមានអីមានកន្លែងចុចស្រួលទេអញ្ចឹងឥឡូវយើងងាកទាំងអស់គ្នាទៅមើលការបង្ហាញការពាក់អញ្ចឹងយើងភ្ជាប់វាមកណាអានេះអាចដោះដូរបានយើងអាចដោះដូរបានឥឡូវនេះយើងអាចមួខ្ចៅវាមកសម្រាប់យើងចង់ប្តេកទូរស័ព្ទឬក៏បញ្ចូលទូរស័ព្ទវាមានកន្លែងម៉ូល2អញ្ចឹងខ្ញុំចង់ដាក់ទូរស័ព្ទជាលក្ខណៈបញ្ចូលអញ្ចឹងខ្ញុំម៉ូលវាភ្ជាប់មកបន្ទាប់ពីវាភ្ជាប់បានហើយយើងអាចនឹងពាក់ទូរស័ព្ទបានហើយអូខេអញ្ចឹងជាប់ហើយអញ្ចឹងយើងធ្វើការដាក់ទូរស័ព្ទ iPhone យើងមកអូខេអញ្ចឹងជាប់ហើយអញ្ចឹងឧបករណ៍នេះងាយទេក្នុងការប្រើប្រាស់សំណាញ់ក្រោយនេះយើងអាចពាក់វាបន្ថែមទៀតខ្លាចធ្លាក់ពេលខ្លះយើងជិះកង់យើងរត់វាមានការអាលាក់តិចអញ្ចឹងវាអាចនឹងធ្លាក់ទូរស័ព្ទអញ្ចឹងយើងពាក់វាឲ្យណែនណាអញ្ចឹងស្រួលឃើញទេវាសុវត្ថិភាពមែនទែនសម្រាប់យើងអាបេតុងគីនោះយើងចុចដោះហើយយើងដាក់វាពេលដាក់វាចូលមកណែហេយើងលេងដៃមកជាប់ហើយអញ្ចឹងយើងពាក់នឹងកអូខេអាខ្សែខ្មៅក្រមនេះសម្រាប់ពាក់នឹងទ្រូងអានេះពិតជាសុវត្ថិភាពមែនទែនអត់មានហានិភ័យក្នុងការធ្លាក់ទូរស័ព្ទឬក៏មានគេឆក់ទូរស័ព្ទអីបានទេអញ្ចឹងអានេះជាជួរជាស្កុតមួយយើងវ៉ាត់ឬទ្រូងមកយើងក៏វ៉ាត់ដូចទ្រូងមកអូខេបាត់មកជាប់ហើយជាប់ប៉ែហើយអញ្ចឹងវាមានការហាត់ណែនល្អអញ្ចឹងអ្នកនរគ្នាដែលទិញទៅប្រើប្រាស់គឺសុវត្ថិភាពអត់ភ័យខ្លាចការជ្រុះបាត់ឬក៏ធ្លាក់ទូរស័ព្ទទេអញ្ចឹងនេះខ្ញុំបង្ហាញពីការចុចបើកវីដេអូហ្នឹងហ៎យើងសេរីកាមេរ៉ាឲ្យមកមុននឹងធ្វើការចុចបើកវីដេអូដើម្បីវា record ជាងធ្វើការចុចមកអូខេអញ្ចឹងវីដេអូចាប់ដល់ record ហើយយើងសម្រាប់អ្នកដែលធ្វើ content ឬក៏ blogger ផ្សេងថតវីដេអូផ្សេងយើងស្រួលក្នុងការធ្វើយើងឃើញដៃយើងស្រាច់អញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងអរគុណ